ជំរាបសួរចឹងឥឡូវយើងកំពុងតែដឹកនាំសិស្សដើម្បីទៅអានប្រកួតប្រណាំងក្នុងការអានអត្ថបទប្រចាំកម្រងអញ្ចឹងមកពីសាលាបឋមសិក្សានៅសាលាកែតអញ្ចឹងនេះមានក្មេងៗគាត់ទៅជួយលើកទឹកចិត្តគ្នាអញ្ចឹងសូមពាក្យជូនពរពីបងអូនម្នាក់មួយផងហើយនេះអ្នកដែលទៅប្រកួតមួយណាអ្នកទៅប្រកួតឲ្យមកពីមើលឲ្យគាត់បានឃើញបាទនេះអ្នកទៅប្រកួតអញ្ចឹងយើងចាំមើលតាមដានសកម្មភាពបន្តទៀតអរគុណ Thank you អញ្ចឹងឥឡូវយើងមកដល់ស្លាកគីហើយឥឡូវយើងចាប់ផ្ដើមចូលទៅត្រៀមខ្លួនដើម្បីចូលទៅទាំងអស់គ្នាបាទអញ្ចឹងនេះគឺជារូបថតរបស់កូនសិស្សថ្នាក់ទី3ឈ្មោះមនិនវិចិត្រសេដ្ឋានាសម្រាប់ការប្រឡងនេះសេដ្ឋានាគឺគាត់ទទួលបានពិន្ទុ8ដោយក្នុងចំណោមកម្រងបឋមគីបានចូលរួមប្រឡងជុំគ្នាហើយនេះគឺជារូបកូនសិស្សរបស់ខ្ញុំផ្ទាល់ថ្នាក់ទី6ដែលខ្ញុំបរៀនផ្ទាល់តែម្ដងកុមារីណាងសៀវវៃថ្នាក់ទី6កសេចក្តីថ្លៃថ្នូរធ្វើឲ្យមនុស្សមានក្តីឈ្មោះក្រអូបមានកិត្តិយសក្នុងការរស់នៅសិក្សាសេចក្តីថ្លៃថ្នូរប្រៀបដូចជាគ្រឿងអលង្ការធ្វើឲ្យមនុស្សមានសម្បត្តិដូច្នេះមនុស្សគ្រប់រូបត្រូវប្រកាន់យកសេចក្តីថ្លៃថ្នូរទើបយើងអាចរស់នៅប្រកបដោយសុខភាពនិងសុខភាពសូមអរគុណបាទអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះជូនពរមានសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារទាំងអស់គ្នាអរគុណ